មានសុភាសិតខ្មែរយើងខ្លះបាននិយាយថាបរាជ័យគឺជាផ្នែកមួយនៃភាពជោគជ័យហើយយើងបានធ្លាប់ឮដែរថាបរាជ័យគឺជាមេរៀនអីចឹងទៅហើយសុភាសិតចិនបាននិយាយថាបរាជ័យគឺជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យរីឯបារាំងវិញសុភាសិតបារាំងគេបាននិយាយថាការបរាជ័យគឺជាប្រភពនៃភាពជោគជ័យអីចឹងណាអ្នកទាំងអស់គ្នាដល់ពេលសុភាសិតជប៉ុនវិញវាស្តៀងទៅនឹងដែរបរាជ័យគឺជាឫសគល់នៃភាពជោគជ័យតើពាក្យសុភាសិតទាំងអស់ហ្នឹងតែពិតគឺន័យតែមួយឯងជាភាសាជប៉ុនគេថាម៉េចទេអ្នកនរគ្នាបាទជំរាបសួរនិងសួស្តីទៅកាន់អ្នកដែលកំពុងតែទស្សនាវីដេអូនេះទាំងអស់គ្នាជាពិសេសអ្នកដែលកំពុងតែសិក្សាភាសាជប៉ុននិងអ្នកដែលតាមដានទស្សនាវីដេអូខ្ញុំកន្លងមកទាំងអស់គ្នាហ្នឹងហើយអ្នកទាំងអស់គ្នានិយាយលេងយើងរៀនបានសុភាសិត4ហើយហ្នឹងហើយយើងជួយដល់សុភាសិតទី4ថ្ងៃហ្នឹងគឺស៊ីប៉ៃវ៉ាសេកូណូម៉ូតូស៊ីប៉ៃវ៉ាសេកូណូម៉ូតូមានន័យថាបរាជ័យគឺជាឫសគល់នៃភាពជោគជ័យហ្នឹងហើយអ្នកទាំងអស់គ្នាស៊ីប៉ៃវ៉ាសេកូណូម៉ូតូស៊ីប៉ៃហ្នឹងយើងបកប្រែថាបរាជ័យស៊ីប៉ៃរីឯហាក់ណានៅពេលដែលយើងខ្លាយទៅជាបរិវារស័ព្ទឬក៏ជាឆ្នប់ដែលតំណាងឲ្យប្រធានណាយើងអានវាថាវ៉ាយើងអានថាហាក់អីអញ្ចឹងមិនមែនអានថាស៊ីប៉ៃហាក់ណាស៊ីប៉ៃវ៉ាហើយសេកូហ្នឹងគឺជាភាពជោគជ័យណាទាំងអស់គ្នារីឯម៉ូតូគឺជាគ្រឹះឬគល់ឬក៏ដើមចមនុហ្នឹងគឺជារបស់ហ្នឹងហើយបរិវារស័ព្ទបកប្រែថារបស់ឧទាហរណ៍ថាសេកូណូម៉ូតូអញ្ចឹងនាមមួយសេកូនាមមួយទៀតម៉ូតូអញ្ចឹងអ្នកទាំងអស់គ្នាចាំអ្នកទាំងអស់គ្នាដាក់នុហ្នឹងនៅចំកណ្ដាលមានថាអាខាងក្រោយហ្នឹងគឺជាកម្មសិទ្ធិរបស់អាខាងមុខអញ្ចឹងសេកូណូម៉ូតូគឺជាឫសគល់នៃភាពជោគជ័យហ្នឹងអ្នកទាំងអស់គ្នាចឹងទោះបីជាថ្ងៃហ្នឹងយើងនៅក្នុងចំណុចណាមួយដែលទាបក៏ដោយនៅចំណុចណាមួយដែលខ្សោយក៏ដោយថ្ងៃណាមួយឲ្យតែយើងប្រឹងរៀនអំពីមេរៀននៃភាពបរាជ័យទាំងអស់ហ្នឹងយើងពង្រឹងសមត្ថភាពរបស់យើងឲ្យកាន់តែខ្លាំងជាងមុនថ្ងៃណាមួយយើងនឹងជួបនូវភាពជោគជ័យយើងនឹងជួបនូវភាពដែលគេហៅថាត្រចះត្រចង់ណាអ្នកនរគ្នាហ្នឹងហើយមិនថាអ្នកទាំងអស់គ្នាមិនថាខ្ញុំទេហ្នឹងហើយមិនថាប្រទេសណាក៏ដោយអរគុណច្រើនអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះសូយគីណេ新しい私を見つけたいんだ